okជំហានបន្ទាប់គឺយើងធ្វើការសិក្សានៅជំហានទី2ទី1គឺយើងសិក្សាដោយមុននឹង setting layout page ទី1យើងធ្វើការ change theme ទី2គឺយើងធ្វើការ create menu ទី3គឺ create page ទី4គឺ create category អញ្ចឹងនេះគឺជាជំហានបន្ទាប់អញ្ចឹងយើងបើកចូលទៅ browser របស់យើងចូលទៅ ibi.asia/pu/p-admin អូខេ enter គឺចូលតែម្ដងសិនបើ admin នេះយើងបំពេញ username password យើង login ទៅអញ្ចឹងចំណុចបន្ទាប់គឺយើងធ្វើការទៅមើល layout របស់យើងដែលយើងមកស្នាមពីថា open new tab layout របស់យើងគឺរៀងអញ្ចឹងស្អាតទេយើងទៅដាក់ layout ថ្មីឬក៏ theme ថ្មីយើងចង់បានគឺយើងចូលទៅយកពាក្យថា brand ហើយយកពាក្យថា theme នេះគឺជាការ change theme ឬក៏ change style របស់ website អញ្ចឹងមានតែយើងរើសយើងអាចរើសយករូបណាក៏បានអ្វីដែលយើងចង់បាន style របៀបអញ្ចឹងឬក៏ style របៀបអីផ្សេងហ្នឹងមកអញ្ចឹងយើងអាចយកពាក្យថា add new បានវា add new មកជាងនៅក្នុង add new នេះមាន theme ជាច្រើនសម្រាប់ឲ្យយើងជ្រើសរើសយើងឆ្លាញ់មួយណាគឺយើងចុចលើមួយនឹងមកតែយើងគឺគោលបំណងយើងចង់បាន theme សាមញ្ញមួយគឺ theme មួយនេះរៀងសាមញ្ញវាមិនស្អាតក៏វាមិនអាក្រក់ដែរគឺវាថាវាសាមញ្ញអញ្ចឹងយើងគឺថា search theme ដាក់ទឹកមកហើយ search អូខេនេះគឺជា theme បន្តិចខ្ញុំចុចពាក្យថា install តោះទៀតខ្ញុំចុចលើពាក្យថា activate ពីនោះយើងនឹងបាន theme មួយយើងអាចចូលទៅ website របស់យើងហើយយកពាក្យថា refresh page អូខេនេះគឺជាទម្រង់ website របស់យើងគឺរៀងអញ្ចឹងប៉ុន្តែខាងលើនេះគឺតាក់ទងជាមួយនឹង proxy server របស់ខ្ញុំទេបើសិនបើជាសិនយើងធម្មតាអត់មានផ្ទាំងនឹងទេហើយក៏អត់មានផ្ទាំងខាងក្រៅនេះដែរតែដោយសារបញ្ហាជាមួយនឹង proxy server ព្រោះអីម៉ាស៊ីនខ្ញុំគឺត្រូវការលាក់ IP ឬក៏ត្រូវការ log ចូលឡើងផ្សេងៗគឺមិនត្រូវប្រើកម្មវិធីមួយនេះដូច្នេះក៏វាជាប់ proxy server រហូតតែអញ្ចឹងដូច្នេះ website របស់យើងនៅពេលដែលបង្កើតមកគឺមានតែត្រឹមនេះទេគឺអត់មានអានេះហើយនឹងអត់មានអារម្មណ៍ទេអូខេគឺមានតែត្រឹមនេះអញ្ចឹងនេះគឺជា page ឬក៏ជា layout ដំបូងដែលយើងនឹងត្រូវបន្តការបង្កើតការ change theme អញ្ចឹងយើងធ្វើការបន្ទី1គឺយើងធ្វើការ change theme មក complete ទី2គឺយើងធ្វើការបង្កើត menu នៅក្នុង menu យើងត្រូវសម្រេចចិត្តថា website របស់យើងបង្កើត menu វាមិនឧទាហរណ៍ក្នុង website របស់ខ្ញុំគឺ notepad.com ឬក៏ happyseat.com menu គឺដូចជា home tutorial video training new software ឬក៏ video share video training សម្រាប់ក្រុមអ្នកទាំងអស់ហ្នឹងគឺតាក់ទងជាមួយនឹងគេឲ្យឈ្មោះថាជា menu នេះវិញដូចជាមាន menu ជាច្រើនដែរដូចជាមាន home មាន computer មាន new trick ឬក៏ new techno private policy អីចឹងមកអញ្ចឹងគោលបំណងដែលយើងចង់បង្កើតmenu អញ្ចឹងខ្ញុំទៅសេចូលតែម្ដងទៅ menu ដែលខ្ញុំចង់បង្កើតទី1ខ្ញុំបង្កើត menu home page ទី2គឺខ្ញុំបង្កើតទាក់ទងជាមួយនឹងvideo 3ខ្ញុំបង្កើតជាមួយនឹងtutorial ខ្ញុំបង្កើតប៉ុណ្ណឹងមានថា page របស់ខ្ញុំគឺមាន3ហ្នឹង
to một tiết chị ai ta thì đây sinh bán này là vì thôi chứ thì cả trong ta new new technology đầu tiết thì ta khá tutorial tutorial ok thì ta cần một tiết đầu tiết thì ta khá privacy privacy policy ok một tiết thì ta khá contact us một tiết là ta báo us នេះគឺជា menu ដែលខ្ញុំចង់បង្កើតនៅក្នុង website របស់យើងអញ្ចឹងខ្ញុំចូលទៅ website ខ្ញុំដាក់ menu អ្វីខ្ញុំពេញចិត្តខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំចូលទៅ layout របស់ខ្ញុំហើយខ្ញុំចូលទៅបង្កើត page នឹងបង្កើត menu បានគឺខ្ញុំទៅបង្កើត page និងបង្កើត category ចឹងអញ្ចឹង page របស់ខ្ញុំត្រូវបង្កើតទី1គឺខ្ញុំបង្កើត page មួយឈ្មោះថា privacy policy គឺជា page យកពីថា public ជំហានទី2គឺខ្ញុំបង្កើត page មួយឈ្មោះថា contact us add new contact us កន្លែងនេះទី1ដូច្នេះខ្ញុំយកទៅថា view យើងធ្វើតាម view page នេះខ្ញុំចុចជា public វានឹងធ្វើការ save page នឹងpage នឹងកើតហ្នឹងទៅតក្រោយគឺទៅមួយ parent ទៅទៅមួយ account នេះយើងធ្វើការ post ពីក្រោយបន្ទាប់គឺខ្ញុំប្រើពាក្យថា contact us យក public add new អូខេខ្ញុំបង្កើត page មួយទៀត about us យកពាក្យថា public បន្ទាប់ពីខ្ញុំបង្កើត page បានគឺខ្ញុំចូលទៅ host ដើម្បីបង្កើត category host ហើយយកពាក្យថា category របស់ខ្ញុំនេះគឺខ្ញុំជ្រើសរើសយកពីរទេគឺយកពាក្យថា new technology និង tutorial name យកពាក្យថា add category tutorial យកឲ្យពងតាមមកការអូខេវាពងតាមណាសូមចាំបន្តិចមួយទៀតដាក់ tutorial ហើយយើងចុចពាក្យថា add category អូខេ tutorial and category បន្តមកទៀតបន្ទាប់ពីយើងបង្កើតបានហើយយើងចាប់ផ្ដើមចូលទៅ create menu ដែលចុចលើពាក្យថា apparent ឬពាក្យថា menu តាមទៀតខ្ញុំដាក់ឈ្មោះ menu ខ្ញុំដាក់ថា IPIS menu ហើយខ្ញុំចុចពាក្យថា create
Trong tiết nhưng ok thì on đi chứ mình chơi cho việc ha mình nhú việc chào xin ok việc chào thế nếu như chúng ta add nó tiết đang nhầm chơi cho việc hạ bảo privacy add menu trong tiết chúng cho việc hạ category you on tick you tick add trong một tiết chúng ta remove homepage cháu hết chúng ta cắt máy nhưng mà cắt link để đi khi chúng ta copy những IDI nó khi đặt chỗ URL đặt há home thì add nhưng home khi đặt lời kế tổng tiết tutorial tổng tiết cứ như thế tổng tiết cứ privacy policy tổng tiết cứ about us container chứ tổng tiết chúng ta sẽ menuហើយខ្ញុំត្រូវធីជាពាក្យថា primary menu ស្វែងរកសារទៀតហើយយើងចូលទៅមើលអូខេនេះគឺជា menu ដែលយើងទទួលបានទៅបាន menu sharing knowledge center ចាស់ add another យើងធ្វើការ change title ឡើងនេះគឺយើងដោយគ្រាន់តែចូលទៅពាក្យថា team តទៀតយើងយកពាក្យថា customize តទៀតយើងយកពាក្យថាsite title កន្លែងនេះយើងដាក់ថាsorry យើងដាក់ថា happy share to on brand តទៀតយើងយកពាក្យថា sell and public គឺឲ្យ close ចោលអូខេនេះគឺយើងបាននៅឈ្មោះកន្លែងមួយអូខេអញ្ចឹងនេះគឺជា menu របស់យើងបន្ទាប់ពីធ្វើការដាក់ menu page នៅពេលខ្ញុំចុចនេះទៅលើ new tick វានឹងបោះខាងលើនេះជា ID អញ្ចឹងខ្ញុំចង់ដូរប្រសិនបើខ្ញុំចង់ដូរខ្ញុំរកពាក្យថាcity រកពាក្យថាper Mali នេះគឺការឆែកនៅអ្វីដែលខ្ញុំចង់បានឧទាហរណ៍ខ្ញុំចង់បានជាឈ្មោះគេយើងមកគឺជាលេខយើងមកអញ្ចឹងខ្ញុំទីយកវាថា post name អញ្ចឹងនៅពេលយើង post ឈ្មោះអីគឺវាធ្វើការបង្ហាញនៅឈ្មោះហ្នឹងហើយខ្ញុំធ្វើការ save ពេលនោះនៅពេលដែលខ្ញុំចុចលើ tutorial ខាងលើនេះវានឹងបោះមកជាឈ្មោះ tutorial នៅពេលខ្ញុំចុចលើអីមួយវាបោះឈ្មោះនឹងមកតែម្ដងអញ្ចឹងនេះគឺតើតើមួយ permanently តមកទៀតនៅខាងឆ្វេងនេះខ្ញុំចង់ដាក់ search ចង់ដាក់ category ឬក៏ចង់លុបអ្វីគឺអាចធ្វើបានអញ្ចឹងនៅជាឆ្វេងខាងស្ដាំហ្នឹងគឺខ្ញុំចូលទៅកន្លែងយកពាក្យថា apparent ហើយយកពាក្យថា wages អូខេនេះ search recent post recent content ដកវាចេញមេតាដកវាចេញចាប់ទាញចេញមកrecent post ចាប់ចេញមក recent comment ក្នុងករណីនេះប៉ុណ្ណឹងខ្ញុំធ្វើការតាមវិធីសាស្ត្រទៀតអូខេគឺអស់តែម្ដងខ្ញុំចង់បន្ថែម
chọn là calendar. Ok, calendar calendar tôi đã xéo không ai đã đi chia thấy mình đã tha máy sponsor xéo không ai đã máy Facebook thế xéo ok នេះគឺការបង្កើតនៅខាងស្ដាំអូខេនេះវាចេញមកហើយវាជា my sponsor my មកនៅពេលយើងចង់សរសេរវាអូខេនេះគឺតើតើមួយនឹង wages អូខេបន្តមកទីតើតើ menu ហ្នឹងបើសិនក្នុងករណីយើងចង់ធ្វើជា list ខាងក្រោមយើងគ្រាន់តែចូលទៅពាក្យថា menu ដដែលយើងគ្រាន់តែអូសវាទម្លាក់មកក្រោមបន្តិចហើយយើងចុចពាក្យថា save នោះវានឹងធ្វើការទម្លាក់ menu យើងលើ slide report តែម្ដងអញ្ចឹងនៅក្នុងនោះគឺ home អូខេ series អូខេនេះគឺតកតងជាមួយនឹងការយើងអាចទាញ import ទាញអានេះក៏បានដែរអូខេអញ្ចឹងដាក់មកធម្មតាវិញ save ក្នុងករណីចង់ដូរពណ៌ background អីផ្សេងៗយើងអាចចូលទៅយកពាក្យថា background ខ្ញុំចេញពណ៌ background តាមអ្វីដែលយើងចង់បានអូខេនេះអាចដាក់រូបភាពទៅអីក៏បានដែរជាងនេះគឺជាការកំណត់ layout ដែលទី1គឺយើងធ្វើការ change theme ទី2 create menu ទី3 create page ទី4 create category ហើយនឹងមួយចំនួនដែលខ្ញុំបានបន្ថែមនេះគឺជាជំហានទី2ក្នុងការរៀបចំនៅទាំង layout របស់ website យើងនេះតែម្ដងអូខេនេះគឺជាការកំណត់ទៅលើផ្ទាំង layout របស់website របស់យើងនេះ copyright អីយ៉ាងមកអូខេយើងអាចកំណត់វាបានជាមួយនឹងការបង្កើតក្នុងករណីដែលយើងចង់លាក់ពាក្យ copyright 2013ឬក៏ custom tagline នេះយើងអាចចូលវាទៅ change បានចូលនៅក្នុងយើងចូលពាក្យថា customize brand customize តោះទៀតយើងយកពាក្យថា footer copyright 2013ដែលនេះខ្ញុំដាក់ថាhappy share ដាក់អ្វីជារឿងរបស់យើងទេខ្ញុំគាត់ថាបង្ហាញយើងចង់ដាក់ទៅកន្លែងហ្នឹងតោះទៀតយើងចូលទៅមើល copyright happy share នេះគឺជាការកំណត់ត្រួសជាមួយនឹងfooter មិន page យើងអាចធ្វើបានដែរដោយយើងគ្រាន់តែ copy page Facebook យើងមកដាក់អូខេអញ្ចឹងយើងចាប់តាម copy page Facebook មកដាក់តែម្ដងគឺខ្ញុំធ្វើការ login ចូលទៅកាន់ Facebook អូខេឥឡូវយើងចូលទៅ page Facebook របស់យើងតទៅទៀតខ្ញុំចូលទៅ page នេះគឺជា page Facebook របស់ខ្ញុំបន្តមកទៀតគឺមានប៉ុណ្ណឹងខ្ញុំចូលទៅ copy link នេះអញ្ចឹងមុននឹងខ្ញុំ copy នេះបានគឺខ្ញុំចូលទៅវាពាក្យថា develop Facebook live page អញ្ចឹងខ្ញុំធ្វើការ enter
ទៀតខ្ញុំយកពាក្យថាយកពាក្យថា Lightbox ហើយ page box នេះខ្ញុំពីមកចាក់ចូល Lightbox URL វាយមកវិញដាក់300កម្ពស់វិញដាក់250អញ្ចឹងខ្ញុំអត់ដាក់សូមិនដាក់សូ border តែខ្ញុំអត់ដាក់សូ header ទេហើយខ្ញុំធ្វើការ create code នឹងមកcode នេះខ្ញុំយកលក្ខណៈជា iframe copy ចូលទៅwages ហើយខ្ញុំចុចលើពាក្យថា Facebook page ហាចូលវាពាក្យថា sale ហើយខ្ញុំចុចលើពាក្យថា refresh អូខេនេះគឺជា page Facebook របស់យើងដែលដាក់ចូលយើងចង់ដាក់អ្វីក៏ដាក់ទៅស្រេចតែយើងទេនេះគឺជារបៀបនៃការបង្កើតនៅរបៀបនៃការបង្កើតនៅ Right menu ឬក៏ create menu អូខេនេះ step ទី2ត្រូវបានបញ្ចប់